ខំបែងចែកពីកន្លែងសួនដាច់ពីគ្នាហ្មងបងព្រោះពេលខ្លះបងត្រូវការហាត់ប្រាណបែបលក្ខណៈធម្មជាតិចុះបងអាចជួយទៅឡើងជាសួនមកពួយក្នុងបានហើយបងត្រូវការហាត់ប្រាណបែបលក្ខណៈជាសិនឬក៏អង្គហាត់ទឹកអីបងជួយទៅកន្លែងស្តុកខំហើយទៅលើហេតុផលលក្ខណៈសម្ព័ន្ធកន្លែងសួនអីសួនស្អីបងបានឃើញស្រាប់ចឹងណាព្រោះចឹងអារម្មណ៍ភ្ញៀវពេលដែលផ្ទះគាត់ជិញចូលនៅរេឌីហើយអស់គឺវាតិចស្អាតអត់មាននៅឡើយតាមដើមឈើញីណាអញ្ចឹងណាហើយអ្វីដែលសំខាន់ទៀតគឺពួកយើងតាមធ្វើទៅលើសុខភាពភ្ញៀវពួកយើងមានជារៀបចំជាមុខវេពី2ម៉ែត្រដើម្បីផ្ដល់ជាទីតាំងសម្រាប់លំហាត់ប្រាណគ្រប់ទីតាំងទាំងអស់គឺមានមុខវេទាំងអស់ហ្មងបងហើយកន្លែងសៀនសួនដែលបងឃើញស្រាប់គឺមានសម្ភារៈហាត់ប្រាណសពទៅណាដូចជាផងសិនយ៉ាងស្ទីកប់ជាមួយនឹងទឹកធ្លាក់អីផ្សេងណាបងចាតាំងពីមនុស្សចាស់ដល់កូនក្មេងហ្មងអញ្ចឹងប្លុកចាច់ដាក់ពីគ្នាដែរដូចជាចឹងខាងនេះខ្ញុំមានចាមានគ្រប់ប្រភេទជូនភ្ញៀវដើម្បីធ្វើការខាងខ្លួនគ្រប់ទេទាំងគ្រប់ទេឬក៏មួយឬក៏មួយអញ្ចឹងណាហើយសំឡងដូចបងបានឃើញស្រាប់ហើយការសាកសួរគឺយើងមកមានយកខ្លាំងមិនចាស់មិនខានហើយទឹកបងទៀតនេះគឺសម្រាប់ទាំងអស់បងព្រោះថាចាប់ទេណាតំបន់នេះបងមិនបារម្ភទេបងព្រោះដោយសារទីតាំងយើងមិនអត់ថតស្រាប់ហើយបងប្រាប់ខ្ញុំមិនក៏យើងភ្ជាប់ជាមួយលូរត់ទៅខាងក្រៅដែរអញ្ចឹងណាចាចាតំបន់នេះខ្ពស់បងអត់បញ្ហាអីចឹងចេញបងទៅមើលនេះប្រភេទដែលវិឡាខ្ពស់ដែលយើងមាន4កន្ទប់គេងហើយមុខមាននៃការប្រើប្រាស់គឺច្រើនខ្លាំងមែនតើណាបងដូចទីតាំងនេះផ្ទះប្រភេទវិឡាខ្ពស់យើងនៅមុខស្រីច្បារហ្មងខាងមុខនេះគឺ8នេះ50 52នេះខ្ញុំយក54នៅសម្រាប់បងចានេះខាងនេះខ្ញុំយកចាខាងនេះខ្ញុំយកហើយនេះផ្ទះគំរូចានេះក៏ខ្ញុំយកហើយ54សម្រាប់បងចឹងនេះ50បងចឹងសម្រាប់ប្រភេទសម្រាប់ខ្លួនដូចបងឃើញស្រាប់ទំហំដីគឺយើងបានស្ដាំបងតែជាទីតាំងមួយសម្រាប់បងអាចដើររំលែកនេះផ្ទះគំរូដែលយើងត្រូវមើលនេះមែនតើនេះក៏មែនតើណាមែនតើឃើញនេះស្លេកស្មើអូចាក្នុងសម្រាប់បែបអឺរ៉ុបចឹងទីទៀតចាំខ្ញុំជួយបងជុំក្នុងបែបមានពីរចាសូមបែបអឺរ៉ុបមួយផ្ទះបែបខ្មែរចឹងមិនចង់ឲ្យបងជួយមកមើលផ្ទាល់ដើម្បីចង់ដឹងពីអារម្មណ៍របស់ព្រោះមួយធូននៅផ្ទះរបស់យើងមានកបខលហើយតែការមួយខ្លួនតនីជួយបងអត់ញ៉ៃញ៉ៃអត់សំលេងរំខានព្រោះបងគិតមើលដី10ហិកតាខ្ញុំទៀតចានេះយកបាត់ហើយចានេះចាំយូរបងវាអត់មិនទៅត្រូវណានេះយកអីគេបើសិនជាឧទាហរណ៍បើសិនយើងត្រូវយ៉ាអាចេមួយយើងមួយយើងបានមកគូទលេស្លែងនេះទៅបងខ្លាចចូលចាំបានចាចេញទៅក្រៅអួយបានតែនឹងមួយដែរវាពុកបតិញតាមបាយមើលនឹងផងចាបើសិនជាអាខាងមុខផ្ទះនេះផ្ទះគំរូនេះគេឲ្យមកមើល4បន្ទប់អូយទុកឲ្យគាត់អ្នក clean ទៅយើងមិនអ្នក clean ទេ clean ដល់ខ្ញុំរកពីអ៊ីមួយដេកក្រោមបានហើយចឹងមកខែបងទៅជឿពីគាត់ឯងអត់មានការមកគឺលុយដើមមកបងតាមសុខចាបន្ទាប់មកយើងនៅ30%គឺទៅមានធនាគារដែរគូលោកពូចាប្រហែលខ្ញុំពូត្រូវដាក់ពណ៌ប្រហែលហ្នឹងវិញអត់ដូរខ្ញុំយកពណ៌ដែរតាក់បងជិះបើលៀបទៅវាខុសព្រោះបើលៀបទៅវាក៏បបួលយកពណ៌ផ្សេងខុសជាមួយពណ៌ចាក់ខាងបាយអូធំហ្នឹងចាតលីអូនៅនេះគេថាតលីខ្ញុំថាធំបើវាចាំស្អែកទៅបានណាថាគាត់ខាត់សិនហ្នឹងខាត់វាស្អាតសិនទៅតែពេលគេបើស្អែកហ្នឹងស្អែកគេទិញញ៉ាំយកមករុញនេះទៅទប់ជួបភ្ញៀវពេលយើងចូលមកទប់ជួបភ្ញៀវហ្នឹងចឹងដាក់សារស័យខាងក្រោមរបស់គាត់ដាក់សារស័យគឺកុំឲ្យទៅយកចូលមក
ខាងក្រោមមាន អាតែ ខាងក្រោមមានបន្ទប់ទឹកមួយ សយោតទៅវិញលើហ្នឹងហ៎ ហើយអូខេទុកទឹកដល់ ទុកទឹកយើងឡើងក្រុមវាអត់អត់ តាខ្ញុំនេះទៅមកយុចិត្ត ទូចក្រែមលើក្រោមដែលជាកន្លែងគេហៅផ្ទះបាយស្ងួតចា ចុះអានេះផ្ទះបាយគេ ផ្ទះបាយហ្វែលចាព្រោះអាស៊ីយើងមកហូបរៀងក្លិនៗណាលោកគ្រូ អត់ទេពួកខ្ញុំអត់ហូបអីផង ចាពេលខាងលោកគ្រូចំណេញហ្នឹងញ៉ាំបានធ្វើបានពីបា អា រ នេះ េ ខាងក្រៅ ចា តែនិយាយថាម៉េចអានេះស្អីគេអានេះស្ងួតទេ ផ្ទះបាយស្ងួត ផ្ទះបាយស្ងួតដល់អានេះ ផ្ទះបាយហ្វែល ផ្ទះបាយសើមអូអានេះសិតតា នេះផ្ទះបាយសើមសម្រាប់ វាហូបតែភីហ្សាហ្នឹង គោលរបស់ដើមមួយទៀតចានេះលោកគ្រូធ្វើសាឡាត់ធ្វើផ្អែមអីអត់ស្គាល់យើងធ្វើហ្នឹងមកជុំគ្រួសារ នេះឡើងទៅលើជន់មានបានជន់នាងខាងលើ ពីជាន់លោកគ្រូទី1ទៅខាងមុខមេគ្រួសារដើម្បីគេដាំថាពេលបានមើលជួយមកតែឲ្យមួយផងការនេះចង់ពូបានៅខ្ញុំចង់នឹងបាយចា ហើយបងអត់ប្រភេទតែវិហារគុំអត់ អាហ្នឹងវិឡាភ្លួហ្នឹងឯងអានេះបន្ទប់មានប៉ុន្មាននេះបន្ទប់ នេះពីទៅបងខលទុក នេះបន្ទប់គ្រួសារបន្ទប់ធំបាទ ចានេះខលសិតអត់ខលសិតនេះ នេះចេញទៅក្រៅ ដាក់គ្រប់ពេលđó ចាចាំមកខ្ញុំជម្រាបបងថាបើមកក្នុងអាឡេលីស្ទ័រសម្រាប់បងអាចទលេចូលទៅដល់បន្ទប់ក្រោយនោះក៏បានដែរ នេះបន្ទប់ទឹកមួយមានកន្លែងទឹកហើយហ្នឹង ចានេះគឺ អានេះ full bathroom នៅក្នុងបន្ទប់មួយគ្រួសារយើងមានកញ្ចក់ខាងចឹងណាងាយស្រួលពេលងូតទឹកទៅវាអត់គ្មានទឹកក្នុងកន្លែងលាងដៃទេ អូមានទឹកដែរទឹកតិចអាស្រ័យ ចាហើយការឈប់របស់យើងអីក៏ល្អមានកន្លែងដាក់ឲ្យដាក់សាប៊ូតិច នេះមាន cold and hot water 2នេះដៃពីនេះទៅAeon 3បានគីឡូនេះ នៅនេះបើលោកពូជិះទៅ Eon 3 5នាទីបើគីឡូនិយាយនៅផាយkiaចូល3គីឡូអីណាពូវា 3គីឡូហើយចុះបើទៅវាកបាស់ airport អូបងមកចុះពីពលាននេះលោកពូ បាទ បើពីពលានផែកទៅជា15នាទីទេ បាទនេះបន្ទប់ទី2មិញបន្ទប់មេគ្រួសារនេះបន្ទប់កូន ចាខាងក្រៅនេះគឺជាបន្ទប់កូន ចុះនេះស្អីច្រើនណាស់ក្នុង ទីវាតំណាងនៅខាងក្រៅបន្ទប់ទៀត អូ ចាមែនតើអានេះយើងជា concept ថាឲ្យលោកពូមើលឯងប៉ុន្តែជាស្ដែងគឺជាងទៅទេយើងអត់មាន free ជូនចា តាមបន្ទប់ទឹកមួយទៀតបាទ cho nó lương mà cho anh thêm đây nè ចាលោកពូមាននៅបញ្ជាន់ cho anh sẽ kia đi ý còn à ទូតាំងលោកពូអាចដាក់ đi tranh được kèo để nó ta tranh được kèo mà ហើយទៅក្នុងគ្នានេះក៏មានឡាខ្លួនដែរចឹងបើសិនជាបងស្រីគាត់ចង់យកមកចាទៅមុខថតដល់បង hai à thật hai được con នេះខាងលើពីបន្ទប់នេះបន្ទប់មួយទៀតហើយមានខាងក្រៅគេនោះឃើញទេខាងក្រៅនេះគឺកំពុងនេះនេះទុកទឹកមួយទៀតបាទទាំងអស់មាន4បន្ទប់ទុកជាន់ទី1មក2បន្ទប់ទុកជាន់ទី2 2បន្ទប់នេះមុខមួយទៀតនេះផ្ទះគំរូគេឲ្យយើងមើលហើយខាងមុខនោះគេធ្វើជាសួនច្បារហើយទៅបាទនេះបន្ទប់ទឹកបន្ទប់ទី4
ទុកទី4ស្តៀងគ្នាដែរអូខេចេញទៅជាចន់ទី2ចប់ទៅវិញចន់ទី2ទៅចន់ទី1ហើយបានចន់ទី1ហើយបានទៅទាំងចន់ជាប់នឹង floor first floor ចន់ជាប់ដីហ៎ចូលមកទ្វារទៅយើងឃើញទាំងផ្ទះណាដាក់ទៅលើវាភ្លើងតិចចិត្តគ្រប់នាទីវា15នាទីចប់ណា តែទល់មុខគ្នា ចាចាកូនខ្ញុំ អាហ្នឹងនៅហ្នឹងនៅ ចាទៅខាង ខាងជួរនេះនៅសតស៊ី54មួយទេ ចាចា ជួរនេះណា បាទ គេបងជួខាងនេះជួប្រភេទពីឡាខ្លួនដែរបងម៉ូតូខ្នងគ្នាដល់ឧទាហរណ៍ថាបងធ្វើកម្មមួយបងអាចជើងមកជួនេះបានបងនេះដល់ពី ជួរនេះបែរទៅខាងណា ចាបែរទៅខាងជើងចាចាផ្ទះនេះបងបែរទៅ ខាងនោះបែរទៅទៅត្បូង ចាចាចានេះបងពីផ្ទះនេះណានៅខ្ញុំនៅចាចា នេះផ្ទះនេះបើយកភ្លោះសលៀងមួយយើងមួយយកអានេះ ចាចាហើយខាងមុខនេះបានទៀតអីបងជើងមកមើល ចៅ ចាឲ្យកន្លែងសួនធំដូចបងឃើញស្រាប់ចឹងយើងមានគ្រប់ activity ទាំងអស់មានតាំងពីទឹកធ្លាក់មានតាំងពីកន្លែងថ្មើរជើងបងដើរមានកន្លែងពីពេញលេងមានកន្លែងមនុស្សចាស់គាត់អាចដើរលំហាត់ប្រាណឬក៏ប្រើប្រាស់ជាសម្ភារៈសាធារណៈដែលយើងប្រវាយជូនចឹងណាបងហើយកន្លែងនេះរង្វង់មូលត្បូងពេជ្រចឹងរំលេចជាមួយនឹងរចនាប័ទ្មបែបខ្មែរហើយអមជាមួយនឹងទឹកធ្លាក់ទៀតដូចបងអញ្ជើញទៅលេង resort ទីលេខណាមួយមិនដូចជាអារម្មណ៍ដែលយើងអញ្ជើញមកដល់ផ្ទះយើងអញ្ចឹងណាបង នេះតកែបោះខ្មែរ100% ខ្មែរបងតកែខ្ញុំក៏គាត់នៅនឹងដែរនេះទីតាំងផ្ទះគាត់ហ្មងចា ក្លឹបហាត់ប្រាណ ចាក្លឹបហាត់ប្រាណឧទាហរណ៍ថាបងត្រូវការហាត់ប្រាណបែបលក្ខណៈជាម៉ាស៊ីនអីបងអាចអញ្ជើញចូលក្លឹបហាត់ប្រាណដែរចានិយាយទៅធានាជូនបងមក full facility ជូនបងចាឱកាសរស់នៅរបស់យើងបានលំនៅឋានដែលផលិតល្អហើយយើងក៏ត្រូវមានសុខភាពដែលល្អមួយទៀតដែរ ចា ចា នេះអត់មានមនុស្សចូលនៅឡើយ ចាដោយសារតែសំណង់យើងកំពុងតែប្រែប្រួលអញ្ចឹងយើងអត់ទាន់ hand over ជូនភ្ញៀវរយៈពេល1ឆ្នាំទៀតបានយើងមាន schedule hand over ណាបងចាចាតកែបោះឈ្មោះអីគេអូ គាត់ឈ្មោះពីបុនគាត់ឈ្មោះពេញឈ្មោះកំរតនៈបងចាចាបុននេះគាត់ឈ្មោះបងគាត់មានអ្នកកបាយចូលគ្នាបងចឹងកន្លែងនេះដាក់ពីចឹងគ្នាដែលគាត់ចេញទៅក្នុងគម្រោងរបស់ពួកគាត់បានចាក់ដាក់ជាអ្នកអាជីវករកន្លែងបើកអាហារដ្ឋានអីគាត់អាចមានទីតាំងសម្រាប់គាត់ផលិតបានទៀតចឹងណាបងចាចាចឹងបងចេញ